ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីព្យាបាលជំងឺ Parkinson និងការញាប់ផ្សេងៗមន្ទីរពេទ្យ KIMS នៃប្រទេសឥណ្ឌាបានកំណត់ស្តង់ដារថ្មីក្នុងការព្យាបាលជំងឺប្រព័ន្ធប្រសាទដោយប្រើប្រាស់ម៉ាស៊ីនដែលមានបច្ចេកវិទ្យាទំនើបដំបូងគេបង្អស់នៅតំបន់អាស៊ីខាងត្បូងសម្រាប់អ្នកដែលកំពុងមានជំងឺ Parkinson និងជំងឺរញីរញ័រផ្សេងៗតាមរយៈបច្ចេកវិទ្យានិងម៉ាស៊ីនដែលទំនើបនេះគឺអាចជួយលោកអ្នកឲ្យបានធូរស្រាលជាងមុនអត្ថប្រយោជន៍នៃការព្យាបាលគឺមិនចាំបាច់វះកាត់មិនចាំបាច់សម្រាកពេទ្យមិនចាំបាច់ប្រើថ្នាំសណ្ដំមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់កាត់បន្ថយការញ័របានច្រើនការព្យាបាលត្រឹមតែមួយវគ្គប៉ុណ្ណោះមានជំនួយពីម៉ាស៊ីន MRI ធានាភាពជាក់លាក់បុរសម្នាក់នេះគាត់គឺជាគ្រូបង្រៀនគាត់បានធ្លាក់ខ្លួនឈឺដែលមានការពិបាកក្នុងការសរសេរពេលគាត់ទទួលបានការព្យាបាលរួចគឺគាត់បានធូរស្រាលភ្លាមៗតែម្ដងគាត់អាចសរសេរឈ្មោះរបស់គាត់បានដោយមិនមានការរញីរញ័រទៀតទេគាត់ក៏មានទំនុកចិត្តលើខ្លួនឯងឡើងវិញនិងអាចបង្រៀនសិស្សបានជាធម្មតាដោយឡែកបុរសវ័យចំណាស់ម្នាក់នេះក៏បានព្យាបាលជំងឺរបស់គាត់តាមរយៈម៉ាស៊ីនដ៏ទំនើបនេះផងដែរគាត់គឺជាអតីតបុគ្គលិកធនាគារម្នាក់ដែលមានវ័យ76ឆ្នាំគាត់មានការពិបាកក្នុងការរស់នៅដូចជាពិបាកក្នុងការញ៉ាំអាហារការកាន់កែវទឹកផឹកឬកាន់ប៊ិចសរសេរក៏ប៉ុន្តែបន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យ KIMS ដោយប្រើម៉ាស៊ីនទំនើបដូចខាងលើគឺអាការៈទាំងអស់នោះក៏បានធូរស្រាលឡើងវិញភ្លាមៗហើយគាត់បានរស់នៅក្នុងជីវភាពធម្មតាដោយគ្មានការរញីរញ័រដូចមុនទៀតទេមានសំណួរមួយចំនួនដែលអ្នកជំងឺចូលចិត្តសួរហើយយើងសូមដកស្រង់ដោយមានការឆ្លើយតបពីវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យ KIMS ដូចតទៅ 1. តើវាដំណើរការយ៉ាងដូចម្តេចនីតិវិធីគឺប្រើប្រាស់កាំរស្មី Ultrasound ដោយមានជំនួយពីម៉ាស៊ីន MRI កាំរស្មីនោះអាចបាញ់ផ្ដោតទៅលើទីតាំងជាក់លាក់មួយក្នុងខួរក្បាលដែលមិនអាចធ្វើបានដោយការវះកាត់ឡើយការព្យាបាលគឺមិនប្រើកាំបិតវះកាត់និងមិនប្រើឧបករណ៍បង្កប់ឡើយ 2. តើអ្នកដែលកំពុងមានបញ្ហាសុខភាពផ្សេងៗអាចប្រើបច្ចេកវិទ្យានេះបានដែរឬទេអ្នកជំងឺអាចទទួលបានការព្យាបាលពីឧបករណ៍នេះបានបើសិនគាត់គ្រប់គ្រងជំងឺលើសសម្ពាធឈាមបានល្អគាត់គ្រប់គ្រងជាតិស្ករបានល្អគាត់មានជំងឺបេះដូងឬជំងឺសួតកម្រិតស្រាលគាត់មានជំងឺតម្រងនោមដែលមិនវិវត្តទៅមុខគាត់មានជំងឺវង្វេងដំណាក់កាលដំបូងគាត់មានជំងឺឈឺសន្លាក់គាត់មានជំងឺផ្លូវចិត្តគាត់មានជំងឺថ្លើមកម្រិតស្រាលគាត់មានជំងឺក្រពេញទីរ៉ូអ៊ីត 3. តើក្រុមមនុស្សប្រភេទណាដែលគួរទទួលបានការព្យាបាលបែបនេះលោកអ្នកត្រូវពិគ្រោះយោបល់ជាមួយអ្នកប្រឹក្សាឯកទេសជំងឺប្រព័ន្ធប្រសាទនិងខួរក្បាលជាមុនសិនដើម្បីវាយតម្លៃស្ថានភាពនិងសិក្សាអំពីប្រវត្តិជំងឺអ្នកដែលមានជំងឺ Parkinson ដែលមិនឆ្លើយតបទៅនឹងថ្នាំគឺជាមនុស្សដែលចាំបាច់បំផុតសម្រាប់ការព្យាបាលតាមវិធីនេះ 4. តើការព្យាបាលនេះមានហានិភ័យអ្វីខ្លះជាទូទៅវាមានហានិភ័យតិចតួចប៉ុន្តែវាអាចបង្កឲ្យមានអាការៈដូចជាឈឺក្បាលហត់អស់កម្លាំងនិយាយមិនច្បាស់បាត់បង់លំនឹងឬហើមបន្តិចបន្តួចនៅកន្លែងបាញ់កាំរស្មីរយៈពេលខ្លីក្រោយការព្យាបាលផលប៉ះពាល់ធ្ងន់ធ្ងរគឺកម្រមានណាស់ 5. តើការព្យាបាលនេះមានរយៈពេលប៉ុន្មានដែរជាទូទៅការព្យាបាលនេះមានរយៈពេល2ទៅ3ម៉ោងប៉ុន្តែរយៈពេលនៃការព្យាបាលអាចប្រែប្រួលទៅតាមស្ថានភាពរបស់អ្នកជំងឺ 6. តើខ្ញុំអាចរំពឹងអ្វីខ្លះពីការព្យាបាលនេះអ្នកជំងឺអាចមានភាពប្រសើរឡើងភ្លាមៗដល់ទៅ 95% និងអាចដល់ទៅ 99% ក្នុងមួយសប្តាហ៍វាបង្កើននូវគុណភាពជីវិតរបស់អ្នក 7. តើអ្នកណាមិនស័ក្តិសមនឹងទទួលការព្យាបាលនេះគឺអ្នកដែលដាក់ថ្មបេះដូងអ្នកដែលមានជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ឬអ្នកដែលត្រូវលាងឈាមអ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់និងអ្នកដែលមានជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់អ្នកដែលញៀនស្រាឬគ្រឿងញៀនអ្នកដែលមានប្រវត្តិជំងឺសរសៃឈាមខួរក្បាលឬធ្លាប់ដាច់សរសៃឈាមខួរក្បាលអ្នកដែលមានដុំមហារីកក្នុងខួរក្បាលស្ត្រីមានផ្ទៃពោះអ្នកដែលមានដាក់ដែកក្នុងខ្លួនដូចជាដង្កៀបដែកជាដើមអ្នកដែលបដិសេធមិនព្រមដេកស្ងៀមលើគ្រែព្យាបាល 8. តើការព្យាបាលនេះអាចព្យាបាលបានជំងឺអ្វីខ្លះទៀតអាចព្យាបាលបានដូចជាការបាត់បង់ភាពម្ចាស់ការបណ្ដាលឲ្យគ្រោះថ្នាក់តាមផ្លូវដំណើរយឺតទ្រីតទ្រោតរឹង 9. តើការញ័រអាចលាប់មកវិញដែរឬទេជាទូទៅការព្យាបាលនេះមានប្រសិទ្ធភាពបំបត្តិការញ័របានដល់ទៅ5ឆ្នាំយ៉ាងតិចការលាប់មកវិញគឺកម្រមានណាស់ប្រមាណ1ទៅ 1.5% ប៉ុណ្ណោះមានការលាប់មកវិញតែមិនលាប់មកវិញទាំងស្រុងទេបើមានសំណួរបន្ថែមសូមតាក់ទងមកលេខទូរស័ព្ទ070 990 988ឬ099 990 988ឬ071 8 990 988
ឬតាក់ទងមក Telegram 085 990 988 ឬ070 990 988 ឬ099 990 988 សូមអរគុណ